ពីដំណឹងអត់រកស៊ីលេងលេះគ្នាហើយតើ គួរតែលែងគ្នាយូរហើយនឹង មួយនឹងវាត្រឹមជាកូនប្រសាររូបតំគេសោះនឹងខ្មាស់គេឡើងចំជ្រុះមុខហើយអាលីនអ៊ីអាសម្រាប់នឹង3ឆ្នាំមកនេះវាគិតតែពីស៊ីដេកចាំថ្ងៃងាប់ហ្មងមិនដឹងជាពេលនេះកំពុងដេកតាមចិញ្ចើមថ្នល់ឯណាទេវើយហេចេញពីគ្រួសារចាំងយើងទៅវារស់មិនរស់ទេហាហាហាលោកម្ចាស់ចាំងនិយាយត្រូវណាស់ តតអាសម្រាប់នឹងចោលគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតរបស់គ្រួសារយើងឈប់គិតពីអាសម្រាប់នឹងទៅកូនថ្ងៃក្រោយម៉ាក់នឹងរកអ្នកដែលល្អជាងនឹងឲ្យណា លោកស្រីមានភ្ញៀវកិត្តិយសមកដល់មុខទ្វារហើយបាទ ឆ្កែឆ្មាពីណាហ៊ានមកទីនេះទិញវាចេញទៅ លោកស្រីគាត់ត្រកូលលីនជិះឡានស្ពណ៌តម្លៃរាប់សិបលានឋានៈធំណាស់បាទ ជិះឡានស្ពណ៌អ្នកត្រកូលលីនមានគំនោតើគាត់ជាអ្នកណាឲ្យប្រកាសទៅ ឬកូនចៃរីកាមកដូចជាមហាសេដ្ឋីកំពូលហ្មងមហាសេដ្ឋីកំពូល ឬមួយក៏ជាប្រធានក្រុមហ៊ុនណាមកចូលរួមអបអរយើងទេដឹងឲ្យតែមិនមែនអាសម្រាប់នឹងអ្នកណាមកក៏បានដែរ បើយើងអាចតង់ខ្សែមហាសេដ្ឋីម្នាក់នេះបានគ្រួសារចាំងយើងច្បាស់ជាហោះហើយវើយបើអាសម្រាប់នឹងហ៊ានមកសុំបាយស៊ីអីខ្ញុំនឹងទាត់វាចេញដោយផ្ទាល់ដៃហ្មងលោកប្រធានលីន លីនអ៊ីឯងមកធ្វើអីនៅទីនេះ លីនអ៊ីអ្នកណាឲ្យឯងចូលមកឆាប់នៅក្បាលចេញទៅភ្លាមទៅមិនដែរមិនស្វាគមន៍ខ្ញុំទេហ្គេអាសម្រាប់ដូចឯងក៏សមនឹងជាប់ផ្ទះចាំងយើងដែរសម្រាប់ក្រុមហ៊ុនដែលប្រើឈ្មោះខ្ញុំគឺមានលុយគ្រប់គ្រាន់ទិញគ្រួសារចាំងឯងបាន10ដងឯណោះ10ដងហាហាហាជួលឡានគេមកសម្ញែងសោះតាមខ្លួនជាមហាសេដ្ឋីផងមិនដែរឯងមិនជឿទេអីគ្រួសារចាំងយើងទើបតែចុះកុងត្រា1000លានជាមួយក្រុមហ៊ុនលីនធំបំផុតនៅហៃឈិងឯងមានអីមកប្រៀបជាមួយយើង50ចាប់ពីពេលនេះទៅផ្ដាច់កិច្ចសហការទាំងអស់ជាមួយគ្រួសារចាំងភ្លាមលោកប្រធានចាំងកុងត្រា1000លានគឺត្រូវលោកចោលទាំងស្រុងចាប់ពីពេលនេះទៅអាកូនចង្រៃឆាប់សុំទោសលោកប្រធានលីនភ្លាមទៅ កាក់ខ្មៅបន្ទប់អធិរាជគឺពិតជាគេមែនលីនអ៊ីខ្ញុំសុំទោស រាប់ដល់10វិនាទីទៀតជំលះទីនេះហើយអស់10វិនាទីហាហាហាអញគិតថាអញជាអ្នកណាគេហ៊ីហ៊ីអាអូនគុំថាឡើយ10វិនាទីអញឲ្យឯង10នាទីហ្មងក៏ឯងហៅអ្នកណាមកជួយមិនបានដែរវើយ ឈួតលប់មិនសមហេតុផលសោះ សំឡេងស្អីហ្នឹងឈិនសឺហៃប្រធានសម្ព័ន្ធក្រុមហ៊ុនឡុងអានដុងហៃជាបុគ្គលមានឥទ្ធិពលក្នុងពិភពងឹតដែលសូម្បីតែត្រកូលចៅក៏ត្រូវទុកមុខបីចំណែកដែរលោកពូឈិនមិនបានអញ្ជើញមកទីនេះគ្រប់គ្រងកន្លែងនឹងទៅដាក់របស់ក្នុងដៃចុះភ្លាមរុញពួកវាទៅក្រៅខ្សែសុវត្ថិភាពទាំងអស់ទៅ អ្នកទាំងនេះប្រហែលជាប្រជាពលរដ្ឋចិត្តល្អដល់កាត់នឹងទេដឹងណោះ ប្រជាពលរដ្ឋចិត្តល្អពាក្យឯកសន្តានដូចគ្នាហើយថែមទាំងជិះឡានទំនើបចិត្ត20គ្រឿងទៀតណោះអាកេនីយីកាស៊ូធ្វើឲ្យនាងភ័យហើយ លោកអគ្គនាយកឈិនហេតុអីលោកជួយខ្ញុំ មានបុគ្គលធំនៅក្រៅប្រទេសម្នាក់ពេញចិត្តនឹងក្រុមហ៊ុនស៊ូចាប់ពីថ្ងៃនេះទៅក្រុមហ៊ុនឡុងអាននឹងការពីអាជីវកម្មរបស់ក្រុមហ៊ុនស៊ូតាមផ្លូវច្បាប់ឈិនសឺហៃលោកពិតជាចង់ទល់នឹងត្រកូលចៅដើម្បីតែស៊ូឈិងស៊ីមែនទេត្រឡប់ទៅប្រាប់ចៅទៅហ្វាវិញទៅបាត់ត្រកូលចៅនៅតែប្រើវិធីស្មុគគ្រោកមករំខានអាកេនីយីកាស៊ូទៀតក្រុមហ៊ុនឡុងអាននឹងមិនអបអរដៃឈោមទេអាអ្នករត់ទៅឯងចាំមើលចុះរឿងនេះមិនទាន់ចប់ទេវើយណែនាំឲ្យលោកអញប្រញាប់បន្តិចទៅថ្ងៃស្អែកខ្ញុំត្រូវទៅធ្វើការនៅសន្តាគារទៀត សូមណែនាំបន្តិចឈឿនហាវធានជាស្វាមីស្របច្បាប់របស់ខ្ញុំ អូនសម្លាញ់ចូលទូបានលឿនម្លេះ ពិតមកទៅលោកអ៊ំ ឈិងស៊ីអញកាន់តែធ្វើផ្ដេសផ្ដាសហើយដើម្បីគេចពីកូនប្រុសត្រកូលចៅអញហ៊ានទៅចុះសម្បត្តិអាពាហ៍ពិពាហ៍ជាមួយអ្នករត់ទៅម្នាក់នឹងហាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលបានចាប់ផ្ដើមហើយថ្ងៃនេះអញត្រូវតែប្រកួតតំណែងអាកេនីយកម្មវិញ លោកអ៊ំអង្គុយខុសកន្លែងហើយ ឈិងស៊ីដល់ថ្នាក់នឹងហើយអញនៅដំណើររកជាអាកេនីយកាស្អីទៀតព្រោះតែភាពចេះរបស់ឯងត្រកូលចៅបានបិទផ្លូវរកស៊ីក្រុមហ៊ុនស៊ូអស់ហើយធនាគារទើបតែផ្ញើលិខិតមកកម្ចី3000លាននឹងដល់ថ្ងៃកំណត់នៅល្ងាចនេះក្រុមហ៊ុនគ្រប់គ្រងជប់ដោយបានដៃគូចែកចាយទាមទារសងទំនិញវិញលុយក្នុងបញ្ជីក្រុមហ៊ុនទុកមិនបាន3ថ្ងៃទៀតទេអាកេនីយកាស៊ូកូនប្រុសត្រកូលចៅពេញចិត្តនាងនោះជាសំណាងរបស់ត្រកូលស៊ូយើងហើយតែនាងបែរជាទៅរើសអ្នកណាមកធ្វើជាខែទៅបំពេញ តើ ទេ នាងចង់ឲ្យក្រុមហ៊ុនស៊ូទាំងមូលខ្សែធនជាមួយនាងមែនទេក្រុមហ៊ុនស៊ូមិនមែនជាថ្លៃបណ្ដាការរបស់ត្រកូលចៅទេហើយខ្ញុំក៏មិនមែនជារបស់សម្រាប់ឲ្យពួកលោកយកទៅដោះដូរផលប្រយោជន៍ដែរ ជប់និយាយច្រើនស៊ីញ៉ៃទៅប្រកួតតំណែងអាកេនីយកម្មមកហើយប្រកួតភាគហ៊ុនដែលនៅក្រោមឈ្មោះឯងឲ្យក្រុមប្រឹក្សាភិបាលជាអ្នកគ្រប់គ្រងវិញកូនប្រុសត្រកូលចៅបានសន្យាហើយឲ្យតែឯងព្រមអង្ក្បាលគេនឹងជួយប៉ះពលចន្លោះប្រហោង3000លាននេះឲ្យក្រុមហ៊ុនស៊ូ តាមពិតពួកលោកបានត្រៀមទុកជាមុនអស់ហើយតើណោះ នេះគឺដើម្បីត្រកូលស៊ូដើម្បីត្រកូលស៊ូឬក៏ដើម្បីខ្លួនឯងឲ្យប្រកាសទៅទីនេះជាកន្លែងប្រជុំក្រុមប្រឹក្សាភិបាលអាអ្នករត់ទៅដូចឯងមានសិទ្ធិអីមកនិយាយហាក៏ត្រូវតាមពិតខ្ញុំគ្រាន់តែមានភារកិច្ចកំដរប្រពន្ធមកធ្វើការតើប្រពន្ធហោះឈិងស៊ីអញពិតជាយកអាសម្រាមនេះចូលមកកន្លែងប្រជុំមែនហាអាមនុស្សស៊ីប្រាក់ខែ1ខែ3 4000តើវាស្គាល់ពាក្យថាមូលធនទេសង្ស័យតែវារាប់លេខ0ពីចំណូលក្រុមហ៊ុនមិនអស់ផងមើលទៅ អាកេនីយកាស៊ូរៀបការជាមួយមនុស្សបែបនេះពិតជាធ្វើឲ្យត្រកូលស៊ូខ្មាស់គេស្លាប់ហើយ ហាហាហារសជាតិធម្មតាញឹងក្រុមហ៊ុនចិត្តខ្សែធនទៅហើយតែមិនលេងសាច់រឿងនំផ្អែមសោះណោះឆាប់អូសក្បាលអាមនុស្សគួរឲ្យអោមនេះចេញទៅឲ្យបាត់ភ្លាមទៅលោកអ៊ំកុំទាន់ឲ្យប្រញាប់ពេកតើលោកអ៊ំមិនមែនទៅតែថាក្រុមហ៊ុនស៊ូកំពុងខ្វះលុយទេអីម៉េចអញចង់យកប្រាក់ខែ3800របស់ឯងមកសង្គ្រោះក្រុមហ៊ុនស៊ូហាអូនសម្លាញ់អូនជឿទេថាថ្ងៃនេះមានគេយកលុយមកឲ្យដល់កន្លែងហ្មង អាកេនីយកាស៊ូមនុស្សរបស់ក្រុមហ៊ុនមូលធនឡុងយ៉ាវមកដល់ហើយចា ក្រុមហ៊ុនមូលធនឡុងយ៉ាវស្អីគេ លោកនេះគឺជាលោកគូមីងឈួនអាកេនីយក្រុមហ៊ុនមូលធនឡុងយ៉ាវប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកចា មូលធនឡុងយ៉ាវគឺជាកម្ពុជាក្រុមហ៊ុនមូលធនដ៏ធំបំផុតនៅក្រៅប្រទេសតើលោកអាកេនីយគូស៊ូស្ដីខ្ញុំគឺស៊ូជីនសានជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុនស៊ូកញ្ញាស៊ូជីងស៊ីមូលធនឡុងយ៉ាវទទួលបានការទុកចិត្តពីថៅកែធំនៅពីក្រោយខ្នងសម្រាប់ដាក់ទុន10000លានចូលមកក្រុមហ៊ុនស៊ូជាផ្លូវការ 10000លាន ទុនជំហានដំបូង5000លានត្រូវបានវេចូលកាន់នីក្រុមហ៊ុនស៊ូតាំងពី5នាទីមុនម្លេះចំណែក5000លានទៀតអាចដកប្រើពេលណាក៏បានលុយចូលហើយអាកេនីយកាស៊ូ5000លានគឺចូលកាន់នីពិតមែនមិនអាចទេលោកអាកេនីយគូលោកច្រឡំហើយដឹងក្រុមហ៊ុនស៊ូពេលនេះមានហានិភ័យខ្ពស់ណាស់អ្នកដែលស័ក្តិសមតំណាងឲ្យក្រុមហ៊ុនស៊ូពិតប្រាកដគឺខ្ញុំ
លោកមិនស័ក្តិសមទេមួយធនឡុងយ៉ាវទទួលស្គាល់តែកញ្ញាស៊ូឈីងស៊ីម្នាក់គត់ប្រសិនបើអ្នកកាន់អំណាចក្នុងក្រុមហ៊ុនស៊ូមានការផ្លាស់ប្ដូរការវិនិយោគនឹងត្រូវដកវិញភ្លាមព្រមទាំងពិន័យជាប្រាក់10ដងពីបទល្មើសកិច្ចសន្យាម្យ៉ាងទៀតផ្នែកច្បាប់របស់មួយធនឡុងយ៉ាវបានក្តាប់ជាប់នៅភស្តុតាងដែលស៊ូជីនសាននិងប៉ាពូខុបគិតជាមួយអ្នកក្រៅលួចបញ្ចេញអាថ៌កំបាំងពាណិជ្ជកម្មរបស់ក្រុមហ៊ុនស៊ូឯងនិយាយផ្ដេសផ្ដាសភស្តុតាងត្រូវបានបញ្ជូនទៅស្ថាប័នត្រួតពិនិត្យរួចរាល់ហើយក្នុងរយៈពេល10នាទីបើលោកមិនព្រមស៊ីញកិច្ចព្រមព្រៀងដល់ភាគហ៊ុនដែលខ្លួនឯងទេលោកនឹងត្រូវប្រឈមមុខនឹងច្បាប់រំទឹងអូនសម្លាញ់បងបានប្រាប់ហើយតើថាមានគេយកលុយមកឲ្យដល់កន្លែងមកណោះ នេះក៏ជាការចៃដន្យដែរហ៎ ប្រកាសណាស់តើប្រហែលជាកាលពីមុនលោកតារបស់អូនធ្លាប់ជួយដឹកដៃថៅកែធំក្រៅប្រទេសណាឆ្លងថ្នល់ក៏មិនដឹង តើគាត់ជាអ្នកណាឲ្យប្រកាសទៅកុំតន់អាលអពេកមួយធនអាចជួយឯងបានម្ដងតែជួយឯងមិនបានជាលើកទី2ទេនាំប្តីអ្នករត់ទៅរបស់ឯងមកជួបយើងភ្លាម តោះប្រពន្ធសម្លាញ់ទៅមើលមុខកូនប្រុសធំត្រកូលចៅបន្តិចមើលថាលើនឹងមានទឹកមុខមិនហើយស៊ូឈីងសៀខ្ញុំស្មានតែនាងបានលុយបន្តិចបន្តួចនឹងហើយមិនហ៊ានមកទេតើយោអាអ្នករត់ទៅក៏មកដែរតើមិនក៏ថ្ងៃនេះមិននៅជួបកែវនៅសន្តាគារមកធ្វើជាអ្នកយូកាបុកឲ្យកេនីយីកាស៊ូវិញហើយហោះឆ្នាំផលិតអត់ត្រូវទេឯងនិយាយស្អីស្រាខ្លាញ់ខ្លាចហ្មងត្រឹមអាអ្នករត់ទៅដូចឯងមានសិទ្ធអីមកវិតម្លៃស្រារបស់អញហាប្រពន្ធសម្លាញ់លើកក្រោយកុំមកកន្លែងអញ្ចឹងទៀតទទួលភ្ញៀវសុទ្ធតែស្រាខ្លាញ់ខ្លាចបញ្ជាក់ថាម្ចាស់ផ្ទះនឹងចិត្តរលីហើយហាល្អណាស់ស៊ូឈីងសៀខ្ញុំទទួលស្គាល់ថាថ្ងៃនេះនាងជន់អាចឆ្កែមានសំណាងមែនមិនដឹងទៅបោកក្រុមហ៊ុនមូលធនឡុងយ៉ាវពីណាមកទេតែនាងគិតថាគ្រាន់តែមានលុយ5000លានចូលកងអាចមកទល់ជាមួយត្រកូលចៅបានហាកុំចេះធនាគាររបស់ក្រុមហ៊ុនស៊ូគឺត្រកូលចៅខ្ញុំអ្នករីរ៉ាំងអ្នកគ្រប់គ្រងក្រុមហ៊ុនស៊ូក៏ត្រកូលចៅខ្ញុំអ្នកសង្កត់ក្បាលដែរទាំងអ្នកចែកចាយសភាពាណិជ្ជកម្មនិងអ្នកសារព័ត៌មាននៅដងហៃមួយណាមិនទុកមុខឲ្យត្រកូលចៅខ្ញុំនោះចំណែកនាងបែរជាទៅរកអាសម្រាមនេះមកធ្វើប្តីទៅវិញស៊ូឈីងសៀនាងកំពុងតែកំភ្លៀងខ្ញុំហើយ ចៅធានយីរឿងដែលលោកដាក់ឆ្នាំខ្ញុំគង់តែមានថ្ងៃខ្ញុំទូទាត់បញ្ជីជាមួយលោកទេ ទូទាត់បញ្ជីហោះនាងមានស្អីមកទូទាត់ជាមួយខ្ញុំប៉ាខ្ញុំនិយាយតែមួយម៉ាត់អាចធ្វើឲ្យដៃគូសហការទាំងអស់របស់ក្រុមហ៊ុនស៊ូបន្តរំលោភកិច្ចសន្យាបានមូលធនឡុងយ៉ាវអាចឲ្យលុយនាងតែលុយទិញផ្លូវដើរនៅដងហៃមិនបានទេវើយនិយាយចប់នៅអញប្រញាប់ទៅមកមែនទូរស័ព្ទទៅប៉ាអញមួយមើលមិនខ្លាចមែនចង់អង្វរឲ្យប៉ាអញដោះលែងអញមែនទេអត់ទេអញគ្រាន់តែចង់ឲ្យអញស្ដាប់មើលថាត្រកូលចៅឯងនៅសល់ប៉ុន្មាននាទីទៀតហាស៊ូឈីងស៊ីនាងនោះទេប្តីអ្នករត់ទៅរបស់នាងថាត្រកូលចៅខ្ញុំនៅសល់ប៉ុន្មាននាទីទៀតហោះអាអូនអញដឹងទេថាត្រកូលចៅមានទ្រព្យសម្បត្តិប៉ុន្មាន30000លានជាសេដ្ឋីកម្ពុជាទាំង3នៅដងហៃវើយត្រឹមតែមកទេក៏ហ៊ានមកផ្ដាសាត្រកូលចៅវិញដែរ3នាទីហោះធ្វើពុតជាអស្ចារ្យណាស់ប៉ាមានការអីខ្ញុំកំពុងចាត់ការស៊ូឈីងស៊ីអាប្រកាច់ប៉ាកាត់អីអំបញ្ញមិញនេះកាន់នីក្រៅប្រទេសរបស់ត្រកូលចៅត្រូវគេបង្កប់ទាំងអស់ក្រុមហ៊ុនមេយើងដែលចុះបញ្ជីនៅហុងកុងត្រូវគេទម្លាក់ហ៊ុន10នាទីសោះហ៊ុនធ្លាក់ដល់បាត់ធនាគារទារលុយមុនកំណត់ខាងពន្ធដារនិងស្ថាប័នត្រួតពិនិត្យចុះមកព្រមគ្នាហើយរឿងស្មោកគ្រោកដែលអញលួចធ្វើប៉ុន្មានឆ្នាំនេះភស្តុតាងត្រូវគេបញ្ជូនទៅអស់ហើយចៅធានយីតាអញទៅរករឿងអ្នកណាឲ្យប្រកាសហាត្រកូលចៅរលីហើយមិនអាចទេត្រកូលចៅខ្ញុំជាសេដ្ឋីនៅដងហៃមិននឹងអាចរលីត្រឹម10នាទីនោះ ម្ដងថាចៃដន្យចុះ2ដងនោះ មើលទៅដំណឹងប៉ាឯងដូចមិនសូវរហ័សសោះមិនមែន10នាទីទេគឺ3នាទីគឺអញត្រឹមជាអ្នករត់ទៅសន្តាគារប្រាក់ខែ3800សំបីតែស្រាខ្លាញ់ខ្លាយមួយ10នេះក៏អញគ្មានលុយទិញផងលោកហ៊ានមានការអីលោកហ៊ានជួយខ្ញុំផងត្រកូលចៅត្រូវគេចាត់ការហើយច្បាស់ជាក្រុមហ៊ុនមូលធនឡុងយ៉ាវហើយគឺពួកវាជាអ្នកជួយស៊ូឈីងស៊ីតូននឹងខ្ញុំមូលធនឡុងយ៉ាវហោះគូមីងឈួនមកដោយផ្ទាល់តែម្ដងហោះប៉ាគឺវានឹងហើយអាសម្រាមកូនអុកត្រកូលចៅអស់ប្រយោជន៍ហើយចាប់ពីពេលនេះទៅកុំតាក់ទងមកអញទៀតប្រយ័ត្នតែអញវេទនេះជាងខ្សែធនទៅទៀតមើលទៅក្នុងបង្អែករបស់ឯងក៏មិនហ៊ានជួយឯងដែរណោះតើឯងជាអ្នកណាឲ្យប្រកាសហា លោកនិយាយអីជាមួយគេហ្នឹង អត់មានអីទេខ្ញុំគ្រាន់តែប្រាប់វាថាខោវាអត់បានរូតតោះប្រពន្ធសម្លាញ់រឿងរបស់ត្រកូលចៅចាប់ហើយបន្តទៅទៀតគឺដល់វេនអាមនុស្សនៅពីក្រោយក្នុងវាម្ដង ត្រកូលចៅរលីហើយមិនមែនខាតបងឬរាំងស្ទះទេគឺត្រូវគេគាស់រំលើងទាំងរឹសទាំងគល់ហ្មងហើយរឿងទាំងអស់នេះគឺកើតឡើងស្របពេលដែលលោកនិយាយថា3នាទីនឹងតែម្ដង មើលមកខ្ញុំធ្វើអីមកខ្ញុំមាន10កាមែន ជឿនហាប់ធានតើលោកជាអ្នកណាឲ្យប្រកាស ជាប្តីអូនមិន ខ្ញុំអត់មានលេងសើចជាមួយលោកទេណានៅសន្តាគារលោកវីកូនចៅធានយីដួលម្នាក់ឯងនៅមុខក្រុមហ៊ុនឈីនសឺហៃលេចមុខមកក្នុងរយៈពេល12នាទីក្នុងអង្គប្រជុំមូលធនឡុងយ៉ាវទម្លាក់លុយ10000លានហើយពេលនេះត្រកូលចៅបសាយធនក្នុងពេល3នាទីលោកនៅតែចង់និយាយថារឿងទាំងនេះគ្រាន់តែជារឿងចៃដន្យទៀតមែនទេអញ្ចឹងលោកបកស្រាយមកមើល នៅសន្តាគារហ្នឹងមកពីខ្ញុំធ្លាប់ហាត់ក្បាច់គុនរឿងឈីនសឺហៃគឺមកពីថៅកែធំនៅក្រៅប្រទេសគេពេញចិត្តក្រុមហ៊ុនស៊ូយើងចំណែករឿងមូលធនឡុងយ៉ាវប្រហែលមកពីកាមុនលោកតាអូនអញធ្លាប់ជួយដឹកដៃគេឆ្លងថ្នល់ហើយរឿងត្រកូលចៅនេះគឺច្បាស់ណាស់ថាពួកវាធ្វើអាក្រក់ច្រើនពេកទេតាដាក់ទោសនឹងណា ចុះលោកសឹបអីដាក់ត្រចៀកចៅធានយីមិញហ្នឹង ខ្ញុំគ្រាន់តែរំលឹកវាថាខោវាអត់បានរូតតើ ជឿនហាប់ធាន ស៊ូឈីងស៊ីចុះបើបងប្រាប់ថាតាមពិតបងគឺជាម្ចាស់វ័យក្មេងនៃត្រកូលឡុងម៉ឺនដែលក្តោបក្តាប់មូលធនរាប់ម៉ឺនលានជុំវិញពិភពលោកហើយការដែលបងលាក់ខ្លួននៅសន្តាគារគឺដើម្បីសម្អាតផ្ទៃក្នុងតាអូនជឿទេ ចង្វាក់បេះដូងលោតខុសចង្វាក់បាត់ហើយ តែអូនច្បាស់ជាមិនជឿទេត្រូវអត់មានម្ចាស់វ័យក្មេងឯណាទៅប្រញាប់ទៅស្កេនមេដែលចូលធ្វើ ក្នុង ការនៅស មា ន្តាគារ ត់លោកនេះធ្លាប់មានពាក្យពិតមួយម៉ាត់អត់ មានតើពាក្យដែលបងប្រាប់ថាគ្មានអ្នកណាអាចប៉ះពាល់អូនបាននោះគឺជារឿងពិត អគ្គនាយិកាត្រកូលចៅវលីហើយស៊ូជៀនសានក៏ត្រូវគេដកចេញដែរចាត្រកូលចៅគ្រាន់តែជាកាំបិតនៅមុខឆាកប៉ុណ្ណោះមនុស្សដែលកាន់កាំបិតពិតប្រាកដមិនទាន់ចេញមុខមកទេត្រកូលចៅទៅតែលីសភាពាណិជ្ជកម្មក៏ផ្ញើលិខិតអញ្ជើញមកភ្លាមនេះច្បាស់ជាពិធីជប់លៀងលាក់គុំមួយហើយ ពិធីនឹងល្អតើ ល្អត្រង់ណា ត្រង់ថាមានអីញ៉ាំនឹងណា យប់ស្អែកអ្នកដែលទៅសុទ្ធតែជាមេធំប្រចាំនៅដងហៃលោកគ្រាន់តែមានភារកិច្ចដើរតាមខ្ញុំបានហើយហាមនិយាយផ្ដេសផ្ដាសហាមបង្ករឿងឬនៅ ទទួលបញ្ជាខ្ញុំនឹងធ្វើជាអ្នកស៊ីញ៉ាំដ៏ស្ងប់ស្ងាត់ម្នាក់ចុះត្រឹមតែអ្នករត់ទៅសន្តាគារម្នាក់អាចធ្វើឲ្យត្រកូលចៅវលីក្នុងពេល3នាទីហោះលោកហ៊ានតែចង់ឲ្យខ្ញុំចាត់ការវាចោលតែម្ដងទេសារលបងសមត្ថភាពវាសិនទៅប្រាប់ទៅអន្ត្រីពីរនិងពោះទាំងពីរយប់ស្អែកក្នុងពិធីជប់លៀងខ្ញុំត្រូវតែដឹងថាវាជានរណាឲ្យប្រកាសប្រសិនបើជាឯងត្រឡប់មកវិញមែននោះត្រាឡុងពាក់កណ្ដាលទៀតក៏ដល់ពេលត្រូវលេចមុខមកដែរ លោកស្លៀកពាក់ឲ្យសំរុំជាងនឹងបន្តិចមិនបានទេអី សំរុំណាស់ទៅហើយតាឈុតនឹងខាងសន្តាគារទើបតែចែកឲ្យពេលជប់លៀងចុងឆ្នាំហ្នឹង
ចាំសម្ដីខ្ញុំឲ្យច្បាស់យប់នេះអនុញ្ញាតឲ្យតែញ៉ាំទេហាមបង្ករឿងដាច់ខាត យល់ហើយអញ្ចឹងខ្ញុំនឹងរើសតែអាណាថ្លៃញ៉ាំហ្មងលឺថាវាជាអ្នករត់ទៅនៅសន្តាគារយន្តទីងតើត្រកូលចៅរលីហើយកុំប្រាប់ណាថាវាគិតថាជាស្នាដៃអាអ្នករត់ទៅនឹងមែននោះប្រពន្ធសម្លាញ់កុំទៅខ្វល់សម្ដីពួកនឹងអីបង្កងនេះមានតម្លៃជាងពួកវាទៅទៀតអាកេនីយីកាស៊ូអបអរសាទរផងត្រកូលចៅទៅតែដួលក្រុមហ៊ុនស៊ូក៏ទទួលបានទុន 10000 លានព្រាមស្នាដៃមិនធម្មតាមែន ប្រធានឈៀនមានអីនិយាយត្រង់មក បាទអញ្ចឹងខ្ញុំនិយាយត្រង់ចុះទីផ្សារជីងថងលេខ1ធំធេងណាស់ក្រុមហ៊ុនស៊ូមួយលេខមិនរួចទេសភាពាណិជ្ជកម្មដងហៃបានសម្រេចចិត្តគ្រប់គ្រងសិទ្ធិតំណែងចែកចាយ80ជំនួសនាងចំណែក20ទៀតសល់ប៉ុណ្ណឹងក្រុមហ៊ុនស៊ូស៊ីឆៃហើយ ប្រធានឈៀននិយាយទៅហើយទុន 10000 លានមិនមែនកូនក្មេងចេះតែយកមកលេងបានទេណា អាកេនីយីកាស៊ូកុំលបលួនពេកអី ពួកលោកកំពុងតែប្លន់ស្រស់ហើយ នៅដងហៃនេះសម្ដីរបស់សភាពាណិជ្ជកម្មគឺជាច្បាប់វើយចំណែកអបដីអ្នករត់ទៅរបស់នាងវិញក្នុងកម្មវិធីបែបនេះសូម្បីតែសិទ្ធមកធ្វើជាអ្នករត់តុក៏វាគ្មានផងប្រធានឈៀនលោកនិយាយយូរពេកហើយធ្វើឲ្យប្រពន្ធខ្ញុំភ័យណាស់ហាអញស្មានថាអញជាស្អីគេហាហ៊ានមកបង្រៀនអញនិយាយផងខ្ញុំមិនបង្រៀនលោកទេខ្ញុំគ្រាន់តែរំលឹកលោកថាត្រូវនិយាយឲ្យគួរសមជាមួយប្រពន្ធខ្ញុំបន្តិចសន្តិសុខ